ហើយណាសង្គមនេះយក Hiroto Sensei です អូខេស្ដីនេះនេះខ្ញុំមានវីដេអូតិចតួចចែកម្លែកតទៅមួយប្រទេសជប៉ុនណាអញ្ចឹងហ្នឹងហើយខ្ញុំតែងតែមកធ្វើការរត់ព្រឹកខ្ញុំបើកឡានមកតាមផ្លូវគឺខ្ញុំតែងតែឃើញកូនសិស្សគាត់ដើរទៅរៀនមិនថាទូចមិនថាធំទេគឺមុនម៉ោង8ព្រឹកគឺនៅផ្លូវអំបែកគឺមានមនុស្សចាស់ឬក៏មនុស្សវ័យខ្ទង់ចន្លោះ50ទៅ70ឆ្នាំគាត់ជួយឈរសម្រួលចរាចរណ៍ដូចឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងណាអញ្ចឹងចំណុចនេះគឺល្អមែនទែនតកតងជាមួយនឹងគុណក្មេងព្រោះនៅក្នុងស្រុកខ្មែរយើងឥឡូវមានករណីគ្រោះថ្នាក់ចរាចរណ៍ទៅលើគុណសិស្សទៅលើគុណក្មេងគឺមានច្រើនអញ្ចឹងបើសិនបើយើងអាចធ្វើដូចប្រទេសជប៉ុនបានគឺខ្ញុំគិតថាល្អប្រសើរអញ្ចឹងវីដេអូនេះគ្រាន់តែចង់ចែកម្លែកពីជ្រុងមួយនៃប្រទេសជប៉ុនអញ្ចឹងសម្រាប់បងប្អូនដែលពេញចិត្តអាចជួយចែកម្លែកវីដេអូនេះបន្តបានហើយសម្រាប់អ្នកដែលគាត់ឈរនៅតាមផ្លូវជួយសម្រួលចរាចរណ៍ឬក៏ជួយសម្រួលឲ្យក្មេងៗគាត់ដើរនេះគឺខ្ញុំបានសួរគាត់ផ្ទាល់គឺគាត់ថាអ្នកខ្លះគឺគាត់មកធ្វើការស្ម័គ្រចិត្តហើយអ្នកខ្លះទៀតគឺគាត់បានលុយតិចតួចអញ្ចឹងទៅដោយសារតែវាជាការងារស្ម័គ្រចិត្តអញ្ចឹងគេមានក្រុមការងារគេសម្រាប់ចុះជួយឬផ្ដល់ថវិកាតិចតួចមិនបានជាច្រើនប្រហែលទេប៉ុន្តែពួកគាត់ពេញចិត្តជួយទោះបីជាភ្លៀងទោះបីជាអីហ្នឹងក៏គាត់នៅតែជួយអញ្ចឹងណាអញ្ចឹងអរគុណច្រើននេះយើងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេ